ដុតថ្លៃថ្លានេះបើក្នុងនាមខ្ញុំប្រកាសណាស្មារតីតំណាងឲ្យគណៈកម្មការគ្រប់រូបសូមថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះវត្តមានរបស់អស់លោកស្រីនាងកញ្ញាភ្ញៀវកិត្តិយសទាំងអស់ដែលបានចូលរួមក្នុងឱកាសពេលនេះបងហើយនឹងសូមថ្លែងអំណរអគុណដល់ពុទ្ធបរិស័ទសប្បុរសជនទាំងអស់ដែលតែគ្រប់គ្រងនិងឧបត្ថម្ភវត្តធម្មរតនរាសីរបស់យើងតាមកម្លាំងសទ្ធាជ្រះថ្លាជាកម្មជាតិក្នុងនាមជាពុទ្ធសាសនិកដើម្បីនឹងចូលរួមក្នុងកិច្ចការងារកសាងវត្តអារាមរបស់យើង Tradition here. នៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិឆ្នាំបសាញ់សព្វស័ក្តិពុទ្ធសករាជ2568ឈានចូល69ក្នុងគ្រិស្តសករាជ